ថ្ងៃនេះគ្រាន់តែបើកដើមវីដេអូមកឃើញកង្កែបទាំងចកោមតែម្ដងបងប្អូនដោយសារតែប្រហែលថ្ងៃហ្នឹងយប់ឡើងភ្លៀងរាល់តែយប់តែម្ដងហើយគឹមសម្បូរអ្នករកកង្កែបមកលក់ព្រលឹមឡើងអញ្ចឹងអ្នកម្ដាយគាត់ហៅមកទិញបាន2ចង្កោមដែរក៏មកធ្វើម្ហូបបង្ហាញបងប្អូនតែម្ដងទៅឥឡូវទៅមើលគ្រឿងផ្សំទាំងអស់គ្នាបងប្អូនមានកូរសក្រីរំដេងរមៀតខ្ទឹមសខ្ទឹមក្រហមចាក្រសាំងស្លឹកក្រូចសើចម្ទេសជាពិសេសនោះគឺស្លឹកម្រះព្រៅបងប្អូនហើយកង្កែបដែលទិញបានពីចង្កោមបាញ់មិញហ្នឹងបងប្អូនរៀងក្រាលដែរប្រហែលជា10កង្កែបរៀងធំឥឡូវកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមធ្វើតែម្ដងចំពោះគល់សក្រីគឺយើងដំឲ្យតប៉ែតហើយហាន់ជាកង់ណាបងប្អូនហើយចំពោះកសាំងវិញដោយបានបង្ហាញអញ្ចឹងបងប្អូនហើយគឺកាប់កង់ដាក់ទាំងសម្បកតែម្ដងឯរមៀតយើងប្រើក្បាលរមៀតចាស់បងប្អូនហាន់ជាចំណិតស្ដើងខ្ទឹមក្រហមគឺយើងហាន់ជាដុំមករំដេងយើងហាន់ស្ដើងចាជាមួយនឹងស្លឹកក្រូចសើចក៏ដូចជាម្ទេសខ្ទឹមសយើងបកដាក់ទាំងមូលអីចឹងបងប្អូនធ្វើលក្ខណៈរបៀបព្រៃបងប្អូនចាដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ចំណែកឯកង្កែបបន្ទាប់ពីធ្វើសម្អាតរួចមកគឺយើងកាត់ជាកង់ធំមកឥឡូវក៏ចាប់ផ្ដើមដាក់ខ្ទះរបស់យើងចូលមកហើយក៏ចាប់ផ្ដើមដាក់ប្រេងឆាឲ្យក្តៅចាដាក់រំលីងគល់សក្រីរបស់យើងមុនគេបន្ទាប់មកទៀតក៏បន្ថែមជាមួយរំដេងរមៀតបងប្អូនកូរឲ្យឈ្ងុយក៏បន្ថែមជាមួយខ្ទឹមសខ្ទឹមក្រហមក៏ដូចជាស្លឹកក្រូចសើចរបស់យើងហើយយើងរំលីងវាឲ្យកាន់តែឈ្ងុយមកបងប្អូនទើបដាក់កសាំងចូលមកហើយចំពោះកសាំងបងប្អូនធ្វើបែបនេះគឺមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកតែម្ដងចាយើងលីងវាឲ្យឈ្ងុយឲ្យខ្លាំងមកចាប់ផ្ដើមដាក់សាច់កង្កែបរបស់យើងចូលមកបងប្អូនហើយក៏ចាប់ផ្ដើមឆាត្រឡប់ជាមួយនឹងចាគ្រឿងដែលយើងបានដាក់ចូលគ្នាអំបញ្ញមិញឲ្យសព្វមកបន្ទាប់មកទៀតក៏ចាប់ផ្ដើមវាយគ្រឿងចូលតែម្ដងបងប្អូនមានជាទឹកត្រីម្សៅស៊ុបប៊ីចេងស្ករចាជាមួយនឹងប្រេងខ្យងផងដែរហើយយើងកូរច្បល់វាឲ្យសព្វចូលជាតិគ្នាតែម្ដងបងប្អូនចំពោះម្ហូបមួយមុខនេះធានាថារសជាតិប្លែកខ្លាំងបងប្អូនឆាលក្ខណៈព្រៃប៉ុន្តែប្រើក្រសាំងទាំងសម្បកតិចថាប្រើសម្បកអីល្វីងអត់ទេបងប្អូនអើយគឺរសជាតិរបស់វាគឺចេញមករបៀបរាងជូរជ្រះដែរបងប្អូនឆាលក្ខណៈព្រៃហើយមានរសជាតិជូរបងប្អូនអាចសាកមើលបានបន្ទាប់ពីយើងថែមគ្រឿងក្រៅត្រឹមត្រូវតាមការពេញចិត្តហើយក៏ចាប់ផ្ដើមបន្ថែមជាមួយនឹងស្លឹកម្រះព្រៅរបស់យើងតាគឺមួយត្រឡប់បានហើយបងប្អូនបានមានរសជាតិឆ្ងាញ់បន្ទាប់ពីយើងដាក់ម្រះព្រៅហើយក៏យើងដួសដាក់ចានមកបងប្អូនគឺជាការស្រេចហើយមុខម្ហូបមួយមុខនេះគឺសម្រាប់អ្នកខ្ជិលបុកគ្រឿងបងប្អូនចាធ្វើរបៀបនេះគឺមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកតែម្ដងជាពិសេសនោះមានជាតិជូររបស់ក្រសាំងបងប្អូនរាងជូររាងដិតដែរហើយមុខម្ហូបនេះគឺមានរសជាតិរាងដិតប្រៃជូរផ្អែមហើយរាងហឹរដែរបងប្អូនមុខម្ហូបឯមុខនេះធ្វើចាប់បានញ៉ាំមែនទែនហើយជាពិសេសនោះត្រូវគ្នាតែម្ដងជាមួយអាគ្រឿងត្រជាក់ហើយរបៀបធ្វើគឺនាងខ្ញុំបង្ហាញគឺមានតែប៉ុណ្្នឹងទេបងប្អូនចុងក្រោយអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ